បាទសួស្តីហើយនេះខ្ញុំចង់មករៀនបងប្អូនអំពីរបៀបអានព័ត៌មានអន្តរជាតិនៅលើគេហទំព័របរទេសដែលគេសរសេរជាភាសាបារាំងភាសាអង់គ្លេសអាល្លឺម៉ង់អ៊ីតាលីគ្រប់ភាសាទាំងឡាយណាដែលយើងមិនចេះភាសានោះបងប្អូនយើងក៏អាចអានជាភាសាខ្មែរយ៉ាងងាយស្រួលដោយមិនចាំបាច់យើងចេះភាសានោះឡើយអញ្ចឹងវិធីងាយៗនៅលើគេហទំព័របើបងប្អូនមានទូរស័ព្ទឬក៏បងប្អូនមានជា iPad បងប្អូនធ្វើដូចខ្ញុំមកណាឥឡូវបងប្អូនបើក website មួយមកដែលជាភាសាអង់គ្លេសហើយបងប្អូនមិនចេះអានភាសាហ្នឹងអញ្ចឹងខ្ញុំនឹងសាកមើលបងប្អូននោះឥឡូវឧទាហរណ៍ថាយើងមើលអំពីរបៀបបង្កើត channel YouTube ចុះបងប្អូនអញ្ចឹងគឺវាហាក់ដូចជាព័ត៌មានមួយដែរអញ្ចឹងបងប្អូនឃើញភាសាអង់គ្លេសទេនេះអញ្ចឹងភាសាអង់គ្លេសនេះគឺបងប្អូនប្រហែលជាខ្លះចេះខ្លះមិនចេះអញ្ចឹងខ្ញុំនិយាយសម្រាប់អ្នកអត់ចេះអញ្ចឹងបងប្អូនមិនងាយយល់ទេអញ្ចឹងគឺរបៀបបង្កើត channel នេះគឺគេសរសេរជាភាសាអង់គ្លេសហើយឥឡូវបងប្អូនអានជាភាសាខ្មែរយ៉ាងម៉េចបងប្អូនអញ្ចឹងងាយស្រួលទេបងប្អូនអញ្ចឹងបងប្អូនមើលមកកន្លែងនេះខ្ញុំដាក់មកបងប្អូនមើលទៅនេះបងប្អូនមើលមកកន្លែងជ្រុងនេះមកហើយបងប្អូនចុចលើកន្លែងចុច3បងប្អូននេះឃើញទេចុច3ហ្នឹងមកហើយបងប្អូនចាប់ផ្ដើមរកពាក្យថា translate នេះបងប្អូនឃើញពាក្យ translate នៅនេះគឺ translate បកប្រែបងប្អូនចុចលើវាមកបន្ទាប់មកបងប្អូននឹងមានកន្លែងមួយសម្រាប់ដាក់ថាpage translated អញ្ចឹងបងប្អូនឃើញភាសាខ្មែរទេបងប្អូននេះអញ្ចឹងបើសិនជាអត់មានកន្លែងនេះដាក់ភាសាខ្មែរទេបងប្អូនចុចរើសភាសាណាបងប្អូនណាអញ្ចឹងបងប្អូនចុចកន្លែងនឹងសារដើមដើម្បីទៅរកភាសាហើយបងប្អូនចុចទៅហើយបងប្អូនដូរភាសានេះបងប្អូនចុចកន្លែងសញ្ញាហ្នឹងមកអញ្ចឹងបងប្អូនរកកន្លែងដែលបងប្អូនចង់ដូរអញ្ចឹងបងប្អូនដាក់ថាភាសា more នេះអញ្ចឹងបងប្អូនរកមើលក្នុងនេះទៅចាំបងប្អូនឃើញភាសាខ្មែរយើងនៅកន្លែងណាបងប្អូនចុចលើវាទៅណាហើយកន្លែងនេះគឺតន់ដល់ទេតិចទៀតភាសាខ្មែរគឺអក្សរ K បងប្អូននេះដល់ហើយនេះភាសាខ្មែរអក្សរ K ប៉ុន្តែដោយសារខ្ញុំបានជ្រើសរើសរួចហើយបងប្អូននេះចឹងវាលេងចេញទៀតហើយណាអូខេអញ្ចឹងយើងតែប៉ុណ្ណឹងយើងអាចអានបានហើយចាំបងប្អូនឃើញអក្សរខ្មែរនៅនេះចាំបងប្អូនអាចអានបានទេនេះចឹងបងប្អូនអានទៅនេះចឹងបងប្អូននេះបង្កើត channel YouTube អ្នកអាចមើលនិងចូលចិត្តវីដេអូនិងជាវ post ដោយប្រើគណនី Google ចាំន័យថាបងប្អូនមិនបាច់ចាំពឹងនរណាគេទេចាប់ពីពេលនោះតទៅបងប្អូនរៀនដោយខ្លួនឯងអញ្ចឹងបងប្អូនអាចអានជាភាសាខ្មែរបានដោយងាយៗណាបងណាហ្នឹងចាអ្វីដែលខ្ញុំចង់បង្ហាញបងប្អូនគឺសម្រាប់ថ្ងៃនេះមានតែប៉ុណ្ណេះទេណាបងប្អូនណានេះគឺរបៀបអានព័ត៌មានអន្តរជាតិឬក៏ភាសាដែលគេសរសេរនៅលើ website ហ្នឹងគឺបងប្អូនអានជាភាសាខ្មែរបានដោយមិនចាំបាច់ចេះភាសាឡើយណាបងប្អូនណាបាទអញ្ចឹងគឺខ្ញុំសូមអរគុណច្រើនខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនណាជួបគ្នានៅវីដេអូក្រោយទៀតអរគុណជម្រាបលា